យីទៅតែមកពីសៀមរាបចូលអដេញកលែងអាហារប៊ូហ្វេថ្មីស្រស់សឹងសោះឥឡូវស្រាប់តែមនុស្សឃើញសារថ្មីម្ដងទៀតឯណាបងប្អូនអើយលេងពួយដាក់អីគេហៅថាបង្គាទឹកភ្នែកមួយសិនកាត់សាញបងប្អូនហ្នឹងហើយបានគេថាតាធ្លាប់ហៅហើយវាចេះតែចង់ញ៉ាំហើយញ៉ាំទៀតឥឡូវថ្ងៃនេះយើងជះលុយដើម្បីទិញបកា1គីឡូបងប្អូនឲ្យយកមកធ្វើបកាទឹកភ្នែកសម្រាប់ខ្ញុំថ្ងៃនេះគឺថាបកា1គីឡូខ្ញុំរយាទិញបន្លែមកបងប្អូនអើយបន្លែនេះប្រហែលគេសុបឆ្នាំងដីប្រហែលគេបកាតែ1គីឡូទៀតតែបន្លែសឹងថាមកកញ្ចេញច័ន្ទដែកនឹងបដ ாய் ណាបងប្អូនដោយសារតែចូលចិត្តហូបបន្លែហើយបកាទឹកភ្នែកខ្ញុំថ្ងៃនេះមានបន្លែចម្លែកទៅហើយមានទាំងកធំថេតគេហៅថាខ្ញុំគេហៅកញ្ឆែតទឹកហើយនឹងស្ពៃបូកគោទូចនឹងហើយនឹងជីគ្រប់មុខបងប្អូនអើយបញ្ញាប់ពេកពេលល្ងាចយកដល់ចឹងទៅមិនបានបេះជីបានអីទេលាងបែបអញ្ចឹងទៅបដ ாய் នឹងហើយងាកមកមើលកញ្ឆែតទឹកដែលយើងអាចហៅបានថាកធំថេតអ្នកខ្លះហៅកធំថេតតែខ្ញុំហៅកញ្ឆែតមានកញ្ឆែតទឹកកញ្ឆែតគោកចាហៅកញ្ឆែតគោកចាដល់អញ្ចឹងទៅនេះបងប្អូនអើយស្រស់ល្អហើយខ្ចីលបក់ទៀតលាងរួចហើយក៏ដាក់អញ្ចឹងមកស្រក់ទឹកមាត់ស្រេចបដ ாய் ឃើញតែបន្លែហ្នឹងក៏គួរឲ្យចង់ហូបដែរបងប្អូននេះហើយសម្រាប់ខ្ញុំថ្ងៃនេះគឺថាជីវាស្ទើរមុខទៅក៏បេះជីក្រោយផ្ទះខ្ញុំចាងាកមកមើលក្រូចឆ្មាយើងបុកទឹកត្រីកោះកុងដល់ក្រូចឆ្មានេះវាអត់ទាន់ពេញចំណាស់ល្អទេហើយគេបេះ1 2យកទៅដាក់ឲ្យមានក្លិនអញ្ចឹងណាអត់ទាន់មានទឹកល្អទេប៉ុន្តែចង់បេះហូបនេះឥឡូវគេមានផ្លែច្រើនហើយដល់ពេលយើងភ្លេចមើលវាទៅមានណាបងប្អូននេះក្រូចថ្លុងក៏គេផ្លែហើយទៅក្រូចឆ្មាក៏គេផ្លែបដិញគ្នាដែរថ្ងៃលៀបថ្ងៃជ័យឆ្នាំលៀបឆ្នាំជ័យខ្ញុំមកដល់ហើយបងប្អូនអើយស្អីក៏ផ្លែដែរអាដើមឈើដែលអត់ងាយផ្លែហ្នឹងឥឡូវវាចាប់ផ្ដើមផ្លែអញ្ចឹងបានន័យថាអូនយើងកំពុងឡើងស្រើតហើយបងប្អូនចាងាកមកមើលនេះមកមើលមានមន់មានទាយគេចិញ្ចឹមមន់ចាំទាដែរណាហើយសម្រាប់បកាខ្ញុំគឺថាតែងតែធ្វើដូចសពមួយដងណាឯងបងប្អូនអើយយើងលាងសម្អាតមកកាត់ព្រុយកាត់ប្រាំងអីឲ្យអស់ចឹងទៅក៏ខ្ញុំកាត់វាកាត់ក្បាលដើម្បីយកមកឆាអញ្ចឹងក្បាលបកាខ្ញុំយកទៅឆាណាបងប្អូនហើយខ្លួនក៏យកមកធ្វើទឹកត្រីបកាទឹកភ្នែកភ្លេចមុខម្ហូបខ្លួនឯងធ្វើអញ្ចឹងនេះខ្ញុំធ្វើបែបនេះហើយបងប្អូនហើយក៏បកសម្អាតវាស្អាតបាតទៅហើយនេះក្បាលគឺយកមកឆាបែបនេះឯងបងប្អូនអើយហូបទៅជប់ទៅប្រឡាក់បាយឆ្ងាញ់ណាស់ដាក់អំបិលម្រេចតិចមករសជាតិចាប់ចិត្តដល់ដងបងប្អូនយើងចូលវាស្ដាយព្រោះអីខួរវានៅក្នុងនឹងឆ្ងាញ់ណាចាហើយសម្រាប់ខ្ញុំថ្ងៃនេះដែរបងប្អូនហូយម្ទេសយើងឃើញតែម្ទេសហ្នឹងក៏យើងថាឆ្ងាញ់ប៉ុណ្ណាដែរបងប្អូនអើយតោះបងប្អូនអើយយើងមកហូបបកាទឹកភ្នែកទាំងអស់គ្នាហើយខ្ញុំបកសម្បកបកាហើយក៏ខ្ញុំពុះវាខ្នងតិចដើម្បីសម្អាតឬយកមកដាក់អញ្ចេះមកបងប្អូនយកពីដាក់ហើយអាទឹកម្ទេសខ្ញុំអាទឹកត្រីកោះកុងខ្ញុំដាក់រាំងជូរជ្រះដែរមកលោកហើយលោកជាតិហើយមើលនេះបងប្អូនតោះញ៉ាំទាំងអស់គ្នាអូយប៉ុន្តែអាម្ហូបអស់នេះយើងហូបដោយសារខ្ញុំហូបបន្លែច្រើនពេកដល់អញ្ចឹងទៅវារាំងរមូរពោះដែរបងប្អូនចាដោយសារបន្លែហូបច្រើនដូចខ្ញុំនេះគឺថាมันកើតទេញ៉ាំបន្លែញ៉ាំជីច្រើនណាស់មកច្រែងនឹងសឹងថាម្នាក់ឯងមិនថាបន្លែឆៅមិនថាបន្លែឆ្អិនទេចូលចិត្តទាំងអស់ចាហើយសួរថាចូលចិត្តបន្លែអញ្ចឹងបែបជាមិនសូវហូបសាច់ទេសាច់ក៏ចូលចិត្តទៀតញីមនុស្សអីក៏ស្រួលចិញ្ចឹមយ៉ាងនេះបងប្អូនអើយអាសាច់ស្រួលចិញ្ចឹមនឹងមិនប្រមាណទេបងប្អូនអាខ្លាញ់នឹងក៏ចូលចិត្តហូបទៀតខ្លាញ់សំណក់អីហ្នឹងគឺថាខ្ញុំចូលចិត្តទាំងអស់ហើយមួយម៉ាត់ហើយមួយទៀតជាប់ចិត្តដិតអារម្មណ៍ហ្មងបងប្អូនកុំភ្លេចធ្វើបកាទឹកព្រៃហូបអស់គ្នាហើយខ្ញុំមានបានប្រាប់ទេពីរបៀបបុកត្រីកោះកុងគ្រាន់តែមកបង្ហាញត្រួសហើយចង់មកអួតថាទឹកត្រីកោះកុងខ្ញុំគឺឆ្ងាញ់ណាស់ហើយបកាទឹកព្រៃខ្ញុំថ្ងៃនេះឆ្ងាញ់ហើយសម្រាប់បកាទឹកភ្នែកគឺឆ្ងាញ់នឹងទឹកត្រីកោះកុងហ្នឹងហើយបងប្អូនបុកទឹកត្រីកោះកុងបែបហើលមូលហើយម្ទេសនៅរដុំអញ្ចឹងមកដាក់រាំងជូរជ្រះជូរលះបន្តិចមកជាតិថាជាតិគឺជាតិហើយបងប្អូនចាកុំភ្លេចណាធ្វើញ៉ាំទាំងអស់គ្នាអរគុណច្រើនហេង